ក្តីភាពរបស់លោកពុកពេលម៉ែពោផ្ទៃឪរងរាប់កិច្ចការយ៉ាងយ៉ាប់ឪបំពេញទុកការងារស្រីឬម្ដេចមិញឪត្រូវបំពេញជុំនោះម៉ែឪធ្វើកិច្ចការតែម្នាក់ឯងក្រោមក្តៅសោសែងឥតស្រៈលហាយញើសជោគកាយារាល់ថ្ងៃខែឪប្រឹងឥតប្រែចិត្តនឿយណាយពេលម៉ែប្រសូតឪតក់ស្លុតផិតភ័យស្រយុតចិត្តខ្វល់ខ្វាយរត់រោចាស់ទុំទាំងចិត្តឆ្ងាយខ្លាចកូននឹងម្ដាយឆ្លងមិនផុតពេលកូនកើតមកឪអក្រៃទុនទោហឫទ័យចិត្តមោះមុតអោបថើបថ្នមកកូនស្ងួនវិសុទ្ធឪដូចបានមកុដពាក់លើក្បាលរួចឪធ្វើការកិច្ចការងារដើម្បីគ្រួសារទាំងធ្ងន់ស្រាលចិញ្ចឹមម៉ែកូនស្ងួនត្រកាលអាណាព្យាបាលគឺរូបឪជាព្រះព្រំត្រនំកូនឪគឺជាក្បូនដែលកូនត្រូវជិះឆ្លងវិលទុកចោលចេញទៅកាន់ទីគោលដៅគឺសុខខានទោះត្រូវភ្លៀងផ្គរផ្ទរគំរាមឪផ្គងព្យាយាមឥតរុញរាជីកគាស់កកាយផែនពាក់សុធាធ្វើស្រែចំការដើម្បីកូនគៀមរឹងរំដំញ័រចំប្រត់ឪស្ទើរសន្លប់ស្លាប់សោះសូនតែឪនៅតែនឹកនាកូនមាសស្ងួនស្មោះស្ម័គ្រស្មើជីវិតឪធ្វើកិច្ចការតាំងពីព្រឹកតែចិត្តរលឹកកូនពិតពិតរសៀលជ្រៀលជ្រែរេសាយចិត្តកាយឪលហើយលហិតមករកកូន